សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel ខ្មែរ Food បន្តទៀតអ្នកគ្នាឥឡូវយើងជុំហូបថ្មីចាបងគេដាក់ម្សៅចូលក្នុងផ្ទះចាបងប្អូនហើយគេលាយមើលបងប្អូនបន្តមកទៀតគឺថាគេចាប់ផ្ដើមយកទៅដាក់ហ្នឹងអានោះអូខេហ្នឹងហើយមើលទៅក៏ដូចស្រាយតែម្ដងឥឡូវយើងជុំហូបថ្មីបងប្អូនមុនដំបូងគេដាក់ខ្លាញ់ខ្ទឹមនិងអានេះអីគេមើលអត់យល់ហើយដាក់អីទេការ៉ុតចាបងប្អូនកើតមកហូបមួយទៀតហើយឥឡូវនេះគេថាយើងចូលមកកាន់មកហូបថ្មីណាបងប្អូនអរគ្នាគឺយើងដាក់គ្រឿងនិងសាច់អូខេហ្នឹងហើយដាក់វាលាយចុះលាយឡើងហើយបន្ទាប់មកគេយកទៅហ្នឹងហើយដាក់ក្នុងម៉ាស៊ីនអញ្ចឹងណាមើលតំណងដល់ហើយសម្រាប់អ្នកបានញ៉ាំគឺគេថាតំណងនេះបងប្អូនគេជ្រលក់នឹងទឹកជ្រលក់តោះមកចូលមកហូបថ្មីចាគឺគេដាក់ម្សៅដាក់គ្រឿងសូកូឡាអញ្ចឹងណាបន្ទាប់មកគេដាក់ស្អីគេនេះប៊ឺហ្នឹងបងប្អូនពងហើយដាក់ពងលាយចុះលាយឡើងឯងបងប្អូនកើតលាយឥឡូវគេលាយកាត់សូកូឡាចឹងគេដាក់ប៊ឺដាក់អីទៀតហ្នឹងហើយបងប្អូនដល់ជាម្ហូបមិនតាក់តាកាច់ស្អីទេបងប្អូនដាក់សូកូឡាដាក់អីពេលឆ្អិនចឹងទៅគឺនងឥឡូវយើងចូលមកម្ហូបថ្មីបាទនោះគឺនំប៉័ងនេះគេសង្កត់វាឡងកាពេតហើយដាក់សូកូឡាហើយដាក់ទឹកដូចជាទឹកដោះគោមិនទេហើយគេសង្កត់វាសង្កត់ហើយដាក់ដូចជាទឹកដោះគោទៀតហ្នឹងខ្ញុំមិនដឹងដែរនេះអីគេឥឡូវគេដាក់ចូលក្នុងម៉ាស៊ីនហើយនេះរួចល្មមហើយចូលដាំហូបថ្មីនេះដាក់ដូចជាទឹកដោះគោដាក់អីហើយដាក់ចូលក្នុងអានេះហើយដាក់ចូលក្នុងឆ្នាំងអានេះដឹងអីគេកាត់តែជាដូចឈាមមុនមិនទេនេះគេកឲ្យដូចស្ទ្រូប៊េរីមិនទេហើយនេះគេដាក់អីចេះហើយនេះគេធ្វើនំអីចេះអូផ្លែបែរហើយបងប្អូនអើយនេះដាក់គេដាក់សូកូឡានេះដាក់លើដាក់នេះមើលគេកោសមកឡងលយហ្មងធ្វើនំគ្រូឡាត់នេះហើយនេះគេឆ្កឹះដាក់ចូលក្នុងនេះហើយនេះក៏ហើយដើម្បីយកទៅដុតបងប្អូនដុតតិចទៅយកដុតបាតនេះបាតដុត6សិនមុនដំបូងបើចឹងនេះឆ្អិនមកហើយនេះគឺគេចូលមកហូបថ្មីហីដាក់ម្សៅចូលហើយដាក់អានេះដូចទំពាំងដលងនេះគេកំដៅដំឡូងនេះគេចាប់ផ្ដើមកាត់ការ៉ុតនេះហើយគេឆ្កឹះអាតនេះហ៎ទៅ snow wheel បងប្អូនចាំមើលគេចាប់ផ្ដើមមួយវាចេញហ្នឹងណាចឹងចេញបាត់ហើយចេញអា snow កដាលបាត់ហើយបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ subscribe ឲ្យខ្ញុំម្នាក់មួយផងបាយបាយ